ឃើញខ្ញុំស្ពាយអវ៉ាន់សពីសពងចេះនៅបងប្អូនមិនមែនដូរផ្ទះដូរបន្ទប់ជួលអីទេគឺកូនខ្ញុំគាត់ចាប់ឆ្នាំហើយអញ្ចឹងហើយសម្ភារៈដែលគាត់ប្រើប្រាស់នៅកន្លែងមើលថែហ្នឹងគឺត្រូវយកត្រឡប់មកផ្ទះវិញស្ពាយសំពីសពងបែបនេះមិនមែនមានតែខ្ញុំទេបងប្អូនគឺជនជាតិជប៉ុនផ្សេងទៀតដែលគាត់មានកូនយកទៅផ្ញើនៅកន្លែងសាលាជាមួយកូនខ្ញុំហ្នឹងក៏គាត់ត្រូវស្ពាយមកផ្ទះវិញដែរសម្រាប់អ្នកមានកូនម្នាក់មិនសូវជាស្ពាយអីច្រើនប្រហែលនេះមានកូន2គឺស្ពាយដូចខ្ញុំអញ្ចឹងបើថាមានកូន3ទេគឺអ្នកខ្លះគាត់ស្ពាយរួចទេគាត់ត្រូវហៅសាច់ញាតិរបស់គាត់ហ្នឹងគឺមកជួយស្ពាយមកជួយយូរអីវ៉ាន់ហ្នឹងយកទៅផ្ទះម្សិលមិញគឺជាថ្ងៃចុងក្រោយសម្រាប់កូនរបស់ខ្ញុំហើយនៅក្នុងថ្នាក់មើលថែចាស់ហើយបន្ទាប់ពីឈប់សម្រាករដូវកាលរីករយៈពេល5ថ្ងៃកន្លងផុតទៅគឺពួកគាត់ចូលមើលថ្នាក់មើលថែនៅក្នុងថ្នាក់ថ្មីណាហើយមិនថាតែកូនខ្ញុំទេសិស្សនៅជប៉ុនសិស្សបឋមសិស្សអនុវិទ្យាល័យមហាវិទ្យាល័យអីក៏ដូចគ្នាដែរពួកគាត់ត្រូវផ្លាស់ចូលទៅថ្នាក់ថ្មីដែលយើងនិយមហៅថាឡើងថ្នាក់បងប្អូនការឈប់វ៉ាកងឡើងថ្នាក់នៅខ្មែរហើយនៅជប៉ុនគឺខុសគ្នាទាំងរយៈពេលនៃការឈប់ហើយនិងរដូវកាលនៃការឈប់នៅខ្មែរបើតាមដែលខ្ញុំចាំការឈប់វ៉ាកងហ្នឹងគឺមានរយៈពេលប្រហែលជា3ខែពីចុងខែ7រហូតដល់ចុងខែ10ធ្វើស្រែរួចចូលកងវិញយើងឡើងថ្នាក់ថ្មីចំណែកនៅជប៉ុនគឺអត់ទេគឺវ៉ាកងគឺគេធ្វើឡើងនៅរដូវកាលរីកគឺខែ3ថ្ងៃទី25រហូតដល់ខែ4ថ្ងៃទី5រយៈពេលនៃការឈប់ហ្នឹងគឺពី5ទៅ10ថ្ងៃវាអត់ទៀងទេអាស្រ័យទៅលើសាលានីមួយៗអញ្ចឹងណាជាក់ស្ដែងដូចជាកូនខ្ញុំអញ្ចឹងកូនខ្ញុំសាលាពួកគាត់គឺឈប់បានតែ5ថ្ងៃទេចំពោះសម្ភារៈប្រើប្រាស់សម្រាប់ថ្នាក់មើលថែថ្មីគឺយើងត្រូវទិញថ្មីផងដែរប៉ុន្តែមិនមែនយើងត្រូវតែទិញថ្មីទាំងអស់ទេសម្ភារៈប្រើប្រាស់នៅថ្នាក់ចាស់បើសិនជាអាចប្រើប្រាស់នៅថ្នាក់ថ្មីបានគឺយើងនឹងប្រើគេធ្វើអញ្ចឹងគឺដើម្បីកាត់បន្ថយការចំណាយរបស់អាណាព្យាបាលកូនអញ្ចឹងណាការចិញ្ចឹមកូននៅជប៉ុនណាគឺគិតតាំងពីយើងពោះរហូតដល់កូនកើតហើយរហូតដល់កូនរៀនចប់ចង់ចប់ដើមគឺឪពុកម្ដាយនឹងគឺចំណាយលុយអស់ប្រហែលមិនក្រោម$200,000ទេក្នុងកូនម្នាក់អញ្ចឹងហើយនេះក៏ជាហេតុផលមួយដែរក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យប្រជាជនជប៉ុនមួយចំនួនក្រោយពីពួកគាត់រៀបការហើយពួកគាត់មិនយកកូនហើយបើសិនជាគាត់យកកូនក៏គាត់មិនយកច្រើនដែរទោះបីជាមានជំនួយពីរដ្ឋក៏ដោយព្រោះអីការចំណាយសប្តាហ៍ថ្ងៃគឺថ្លៃទៅហើយទៅលើសម្ភារៈប្រើប្រាស់ចំណាយចាយវាប្រចាំថ្ងៃគឺអាចថាក្នុងកូនម្នាក់$20,000ជាងនេះអាចថាមិនគ្រាន់ក៏អាចថាបានដែរសម្រាប់ថ្ងៃអនាគតហើយជាក់ស្ដែងមិត្តរួមការងាររបស់ខ្ញុំដែលជាជនជាតិជប៉ុនជាក់ស្ដែងដែលខ្ញុំជួបនឹងគឺពួកគាត់មានកូនតែ2ទេទោះបីជាកូន2នឹងប្រុសទាំង2ឬក៏ស្រីទាំង2ក៏ដោយគឺគាត់អត់មានតាមទៅយកភេទផ្ទុយគ្នាទេឧទាហរណ៍ថាគាត់មានកូនប្រុស2ចឹងគាត់ចង់បានកូនស្រីគាត់តាមយកកូនស្រីអីចឹងគឺអត់មានទេគឺគាត់យកតែ2ទេហើយអ្នកខ្លះទៀតគឺគាត់មានកូនតែមួយចំណែកអ្នកខ្លះទៀតគឺពួកគាត់អត់យកកូនទាល់តែសោះហេតុផលដែលពួកគាត់មិនយកកូនណាបងប្អូនមិនមែនអាស្រ័យទៅលើតែថវិកាចិញ្ចឹមកូនទេគឺនៅមានហេតុផលជាច្រើនទៀតអញ្ចឹងណាបងប្អូនគ្រាន់តែថាខ្ញុំអត់បានរៀបរាប់ទេកុំឲ្យវីដេអូរបស់ខ្ញុំវែងពេកហើយវីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរសម្រាប់បងប្អូនមើលវីដេអូខ្ញុំនៅក្នុង page ហើយមិនទាន់ចុច follow page របស់ខ្ញុំជួយ follow page របស់ខ្ញុំម្នាក់មួយផងហើយសម្រាប់បងប្អូនមើលវីដេអូខ្ញុំនៅក្នុង channel YouTube បងប្អូនកុំភ្លេចជួយចុច subscribe channel YouTube ខ្ញុំម្នាក់មួយផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា